នេះគឺជាឱកាសពិសេសមួយសម្រាប់ខ្ញុំមែនទែនដែលខ្ញុំបានទៅទស្សនកិច្ចនៅឯស្ថានទូតចិនហើយកម្មវិធីនេះត្រូវបានរៀបចំឡើងដោយសាលា Camp Asian សម្រាប់នាំសិស្សានុសិស្សទាំងអស់ទៅចូលរួមនៅក្នុងកម្មវិធីនៅក្នុងការសម្ដែងការរាំរបាំការច្រៀងការលេងសៀកក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់ផងដែរជំរាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Page Mini សាជាថ្មីថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកនរគ្នាពិសេសប្លែកមែនទែនគឺទៅទស្សនកិច្ចនៅឯស្ថានទូតចិនហើយនេះគឺជា Welcome Food សម្រាប់អាហារសម្រន់របស់យើងគឺសាលាបានផ្ដល់ឲ្យគឺសាំងវិចចំនួនម្នាក់មួយនឹងទឹកផងដែរឥឡូវនេះយើងក៏បានធ្វើដំណើរមកដល់ហើយអញ្ចឹងក៏ធ្វើការតម្រង់ជួរដើម្បី check ចូលទៅខាងក្នុងដើម្បីតម្រង់ជួររៀងយូរដែរអញ្ចឹងយើងក៏ធ្វើការឆ្លៀតឱកាសនៅក្នុងការថតវីដេអូខ្លួនឯងខ្លះផងដែរបន្ទាប់មកនេះយើងក៏បានចូលទៅដល់ខាងក្នុងហើយដែលគេឲ្យយើងចុះហត្ថលេខារបស់យើងម្នាក់មួយផងដែរនិយាយទៅមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើខ្ញុំបានចូលមកដល់ខាងក្នុងនេះបន្ទាប់ពីយើងសញ្ញារួចរាល់នេះយើងក៏ចូលទៅផ្នែកខាងក្នុងដើម្បីរកកន្លែងអង្គុយនៅក្នុងការរងចាំការបើកកម្មវិធីបន្ទាប់មកកម្មវិធីក៏មានការឡើងថ្លែងសន្ទរកថាបើនិយាយទៅកម្មវិធីមានច្រើនខ្លាំងមែនតើប៉ុន្តែបើសិនជាខ្ញុំថតនេះគឺថតកាត់ខ្លីៗដែរទេហើយបើសិនជាការនិយាយរបស់ខ្ញុំខុសឆ្គងក៏សូមអធិស្ឋានទុកជាមុនផងណាបងកម្មវិធីនេះគឺមានការច្រៀងការរាំរបាំការលេងសៀកក៏ដូចជាការរាំអីផ្សេងៗជាច្រើនមែនតើដែលខ្ញុំមើលហើយសុទ្ធតែល្អមើលហើយមានអារម្មណ៍ថាយើងមើលហើយចង់មើលម្ដងទៀតជាមួយនឹងភ្លេងចង្វាក់របស់គេនេះឯងចា៎ដូចជាបទនេះអញ្ចឹងនិយាយទៅគឺថាការរាំរបស់ពួកគាត់គឺសុទ្ធតែមើលទៅតាក់ទាញយើងមែនតើហ្មងហើយភ្លេងក៏ព្រោះដែរនៅពេលដែលយើងមើលពីមួយវគ្គទៅមួយវគ្គគឺមានអារម្មណ៍ថាចង់មើលហើយចង់មើលទៀតតែម្ដងជាមួយនឹងការច្រៀងចម្រៀងដល់ពីរោះផងដែរណាបើនិយាយទៅនេះគឺកម្មវិធីរបស់គេគឺពាក់កណ្ដាលថ្ងៃបងអញ្ចឹងគឺមានការសម្ដែងច្រើនមែនតើហើយសួរថាមើលអញ្ចឹងគឺច្រើនបែបហ្នឹងគឺមានអារម្មណ៍ធូរញាត់គឺអត់ទេមើលហើយគឺមានអារម្មណ៍ថាចង់មើលទៀតហ្មងសំខាន់គឺសប្បាយទៀតហើយនេះគឺជាការលេងសៀករបស់ពួកគាត់និយាយទៅគឺបែបលក្ខណៈអូយបងរៀលតែម្ដងឃើញអត់នៅពេលដែលយើងមើលហើយគឺមានអារម្មណ៍ថាអស្ចារ្យមែនតើនិយាយរួមទៅការសម្ដែងការលេងសៀកការច្រៀងអីហ្នឹងគឺសុទ្ធតែមានអត្ថន័យទាំងអស់ប៉ុន្តែគ្រាន់តែថាខ្ញុំអត់ចាំថាការសម្ដែងរបស់គេមួយគឺបង្ហាញពីអីគេខ្លះទេគឺខ្ញុំភ្លេចតែម្ដងចាហើយបទនេះក៏ព្រោះដែរបងបន្ទាប់ពីការច្រៀងការលេងល្ខោនអីរួចរាល់ហ្នឹងក៏មានការចប់ហើយបងអញ្ចឹងយើងក៏ធ្វើការថតរូបជុំគ្នាហើយក៏មានការថតរូបជុំជាមួយនឹងសិស្សានុសិស្សដែលបានទៅចូលរួមទស្សនាផងដែរបន្ទាប់មកកម្មវិធីរបស់យើងក៏មកធ្វើការញ៉ាំជាមួយនឹងអាហារថ្ងៃត្រង់ដែលរៀបចំដោយទូតចាគឺមានច្រើនមុខច្រើនខ្លាំងមែនតើហ្មងហើយម្ហូបមួយគឺសុទ្ធតែឆ្ងាញ់ហើយគឺមិនមែនមានតែត្រឹមហ្នឹងទេគឺមានទាំងតែដែលរសជាតិឆ្ងាញ់មែនតើបងញ៉ាំហើយគឺមានអារម្មណ៍ថាចង់ញ៉ាំទៀតហ្មងនេះគឺជាលើកទី1ប្លែកមែនតើសម្រាប់ខ្ញុំដោយសារតែខ្ញុំអត់ដែលញ៉ាំរសជាតិតែអីចឹងឯងប៉ុន្តែតែនេះឆ្ងាញ់រសជាតិទាំងជូរចឹងឯងអូយនិយាយទៅគឺថែមបញ្ចូលស្លេងហើយចង់ញ៉ាំទៀតតែម្ដងហើយបន្ទាប់ពីយើងញ៉ាំអីរួចរាល់ហ្នឹងគេក៏ដើរឲ្យយើងមើលស្ថានទូតនៅបរិវេណជុំវិញនេះដែរបន្ទាប់មកវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនជាការនិយាយរបស់ខ្ញុំមានការខុសឆ្គងលើលោកក៏សូមអធិស្ឋានទុកជាមុនផងបើសិនជាបងបានមើលហើយកុំភ្លេចចុច like share follow page ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីផងដែរសាជាថ្មីម្ដងទៀតខ្ញុំពិតជាអរគុណដល់សាលារៀន Camp Asian និងស្ថានទូតចិនដែលគាត់បានផ្ដល់ឱកាសក្នុងការនាំសិស្សានុសិស្សនៅសាលារៀនមួយនេះទៅកាន់ទស្សនកិច្ចនៅឯស្ថានទូតចិន谢谢大家再见